រួមសាមគ្គីស្ម័គ្រដូចជីវីបងប្អូនទាំងអស់គ្នាមេតបមានន័យថាជាមេរបស់កងទ័ពជាមន្ត្រីដែលជាធិបតីត្រួតត្រាពួកទ័ពដូច្នេះរាល់ពាក្យសម្ដីរាល់បញ្ជាគឺត្រូវប្រកាន់នៅពាក្យសច្ចៈបើថាធ្វើអ្វីហើយគឺត្រូវតែធ្វើបើនិយាយម៉ាត់ណាហើយគឺម៉ាត់នោះដូច្នេះសូមបងប្អូនជនរួមជាតិទាំងអស់កុំសុំអង្វរធ្វើអ្វីទៀតទុកឲ្យខ្ញុំជាអ្នកសម្រេចនិងបំពេញបំណងជូនជាតិមាតុភូមិផងចុះខ្ញុំស្លាប់ទៅគឺទៅកើនប្រលឹងគ្រប់វីរៈកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិការពារមាតុភូមិឲ្យមកជួយកម្ចាត់ចោលសៀមឆ្លៀនពៀនឲ្យវិនិច្ឆ័យអន្តរជាតិគ្មានថ្ងៃរស់នៅលើលោកនេះតទៅទៀតឡើយលោកអង្ញាអត់លោកអង្ញាលោកអង្ញាលោកអង្ញាជាចុងក្រោយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាចងចាំថានៅថ្ងៃ15កើតខែពិសានៅពេលដែលឮសំឡេងសន្ធឹកស្រែកហូរកញ្ជ្រៀវនៅលើមេឃសូមឲ្យលើកទ័ពចេញទៅច្បាំងចុះនោះខ្មាំងសត្រូវនឹងបរាជ័យជាមិនខានលោកអង្ញាសាពេពុទ្ធាបលាបត្តាបែកចេកានញ្ចយំពលังអរហន្តានញ្ចទេជេអ្នករខាំងពន្ធាមិសាពៈសោឈប់សិនបានហើយឈប់លោតទៀតទៅបើពួកលោតទៀតតើមានអ្នកណាដឹកនាំទ័ពចេញច្បាំងនឹងខ្ញុំទៀត នឹងជួយចេញច្បាំង
កងទ័ពជួរមុខរបស់យើងចំពោះការឈ្លានពានរបស់ចៅសៀមនេះសូមឲ្យវាវិនិច្ឆ័យសន្តិអសិសន្តោជារៀងរហូតទៅ